លើកទី1ដែលខ្ញុំជិះឡានក្រុងអត់ដំបូងនេះនិយាយទៅមិននៅសៀមរាបទេគឺនៅភ្នំពេញហ្នឹងហ្មងនិយាយតាមត្រង់ហ្មងពេលដែលខ្ញុំមុនជិះហ្នឹងគឺខ្ញុំគិតថាឡានក្រុងហ្នឹងគឺធម្មតាទេប៉ុន្តែបន្ទាប់ពីជិះហើយអញ្ចឹងគឺមានអារម្មណ៍ថាប្លែកបើសួរថាមិនបានប្លែកផ្លូវតែមួយនឹងកន្លែងតែមួយនឹងយើងជិះដូចរហដងដែរហ្នឹងហើយដូចរដងគាត់តែរដងជិះម៉ូតូជិះឡានអញ្ចឹងប៉ុន្តែបើលើកនេះជិះឡានក្រុងលើដំបូងទៅចូលចាក់សួរមែនតើសវិសក៏ល្អទេពេលដែលយើងជិះហ្នឹងគឺគាត់មិនឲ្យតសុតយើងម្នាក់ម្ដងទៀតអញ្ចឹងយើងអង្គុយលើហ្នឹងបានមើលទេសភាពស្អាតជាងមុនហើយនិយាយទៅឃើញធំទលាជាងមុនទៀតដូចខ្ញុំផាញមើលនេះអញ្ចឹងនិយាយទៅជិះម៉ូតូគឺអត់ឃើញពេញហ្មងទេបើយើងជិះឡានក្រុងនេះឃើញទាំងអស់ហ្មងអំឡុងពេលដែលជិះឡានក្រុងហ្នឹងគឺមានមនុស្សច្រើនមែនតើហ្មងហើយមានអ៊ីទៀតមានអ្នកខ្លះក៏មកពីខេត្តអ្នកខ្លះក៏នៅពេញស្រាហ្មងអញ្ចឹងគាត់ថាគាត់ជិះឡានក្រុងហ្នឹងគឺគាត់សប្បាយមួយយ៉ាងដែរអញ្ចឹងគាត់បានថតរូបផងបានហូរសប្បាយផងដោយសារតែជិះឡានក្រុងហ្នឹងគឺទៅណាក៏ដោយក៏គេមើលដែរនៅលើឡានក្រុងហ្នឹងមិនមែនតែខ្មែរទេសូម្បីតែជនជាតិបរទេសក៏មានដែរបើចំពោះតម្លៃវិញសម្រាប់ជនជាតិខ្មែរគឺម្នាក់7លាប៉ុន្តែបើជនជាតិបរទេសវិញគឺដូចជា9លាឬមកក៏មិនខ្ញុំសើច្បាស់ទេចាំឆាតសួរគាត់ខ្លួនឯងទៅឲ្យកូនក្មេងវិញដូចជាក្រម៉ែត្រម៉ាគាត់គិតថ្លៃផ្សេងទៀតចំពោះចំណតឡានវិញគឺចតនៅកន្លែងសួនវត្តបតុមហ្មងសម្រាប់ម៉ោងចេញវិញគឺមាន2ជើងមានម៉ោង4កន្លះផងមួយទៀតដូចជាម៉ោង6កន្លះតោះជាមួយនឹងការទិញសំបុត្រហ្នឹងតោះតែយើងទៅគាត់មុនឬមកក៏ booking គាត់មុនបើយើងមានកន្លែងអង្គុយជិះចឹងបើសិនជាយើងទៅដល់ទិញភ្លាមហ្មងគឺអត់មានកន្លែងអង្គុយទេបើខ្ញុំនេះវិញទិញសំបុត្រប្រហែលជាមុនកន្លះថ្ងៃដែរអញ្ចឹងនិយាយទៅតាក់ទងតាម Telegram ទៅងាយស្រួលជាងជិះឡានក្រុងហ្នឹងគឺអារម្មណ៍ប្លែកមែនតើហ្មងហើយឡើង fresh ហ្មងបើណាគេអត់អាចជិះទេនិយាយទៅខ្ញុំ recommend មែនតើមកឲ្យសាក់ជិះចឹងហើយសម្រាប់តាក់ទងលេខទូរស័ព្ទវិញគឺខ្ញុំដាក់នៅ comment ឲ្យ